បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនានៅ Channel PTM News សម្រាប់ថ្ងៃនេះគឺជាថ្ងៃទី11នៃខែតុលាឆ្នាំ2025បងប្អូនក្នុងថ្ងៃនេះខ្ញុំចង់លើកយកអត្ថបទមួយយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីស្ថានភាពព្រឹត្តិការណ៍ដែលកំពុងតែកើតមាននៅលើពិភពលោកជាពិសេសគឺពាក់ព័ន្ធនឹងការរំជួយដីបងប្អូនដឹងហើយថាមួយរយៈពេលនេះក្នុងឆ្នាំ2025នេះគឺការរំជួយដីហាក់បីដូចជាកើតមានច្រើនមែនទែនជាពិសេសគឺនៅអាស៊ីយើងបងប្អូនណាពីពេលកន្លងទៅនេះគឺខ្ទង់ខែ3គឺមានការរំជួយដីនៅប្រទេសមីយ៉ាន់ម៉ាក៏រួមទាំងប្រទេសថៃផងដែរហើយមកទល់នឹងពេលនេះការរំជួយដីកម្រិតធំហ្នឹងគឺកំពុងតែកើតមាននៅឯប្រទេសហ្វីលីពីនហើយពីពេលកន្លងទៅក៏កើតមាននៅវៀតណាមដែរបងប្អូនណាហើយរឿងហេតុធំគ្រោះអាសន្ននេះក្នុងឆ្នាំ2025នេះគឺកើតមានច្រើនបងប្អូនណាកើតមានច្រើនមែនទែនហើយម្យ៉ាងវិញទៀតខ្ញុំឃើញថាលើកលែងតែកម្ពុជាយើងទេគ្រាន់តែកម្ពុជាយើងមានបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃប៉ុន្តែរឿងពាក់ព័ន្ធជាមួយនឹងគ្រោះទូរភិក្សឬក៏គ្រោះអាសន្នគ្រោះមហន្តរាយនោះដូចជាប្រទេសកម្ពុជាយើងកំពុងតែសុខសប្បាយបងប្អូនណាកំពុងតែសុខសប្បាយមិនមានរឿងទាំងអស់កើតឡើងទេដូច្នេះមកទល់នឹងពេលនេះក៏ចង់រំលឹកជូនបងប្អូនដែរថាគ្រោះរំជួយដីដែលកើតមាននៅឯប្រទេសហ្វីលីពីនកាលពីថ្ងៃទី10ណាបងប្អូនឥឡូវនេះកំពុងតែធ្វើឲ្យប្រទេសមួយចំនួននោះមានការព្រួយបារម្ភជាខ្លាំងការព្រួយបារម្ភនេះគឺពាក់ព័ន្ធជាមួយនឹងរលកយក្សសូណាមីបងប្អូនណារលកយក្សសូណាមីបងប្អូនដឹងហើយថាកាលណាដែលកើតមានការរំជួយដីការប្រឈមដ៏ខ្លាំងបំផុតនោះគឺនឹងកើតមានរលកយក្សសូណាមីដូច្នេះប្រភពមួយចំនួនគេកំពុងតែធ្វើការស្រាវជ្រាវនិងធ្វើការតាមដានអំពីស្ថានភាពព្រឹត្តិការណ៍របស់រលកយក្សសូណាមីថាអាចនឹងកើតមានឬក៏កើតនៅតំបន់ណាអ្វីដែលសំខាន់ហ្វីលីពីនពេលនេះបងប្អូនកំពុងតែប្រឈមមុខទី1នោះពាក់ព័ន្ធជាមួយនឹងរំជួយដីទី2ពាក់ព័ន្ធជាមួយនឹងរលកយក្សសូណាមីដោយសារតែប្រទេសហ្វីលីពីនគឺជាប្រទេសមួយដែលនៅលើកោះបងប្អូនណាដូច្នេះហើយអាចនឹងប្រឈមពីរលកដែលព័ទ្ធជុំវិញតែម្ដងឥឡូវនេះក្នុងថ្ងៃនេះដែរបងប្អូនខ្ញុំនឹងទៅលើកយកព្រឹត្តិការណ៍មួយដែលមានចំណងជើងពាក់ព័ន្ធជាមួយនឹងប្រទេសមួយចំនួនកំពុងតែមានការព្រមានពីរលកយក្សសូណាមីក្រោយរំជួយដីដ៏ខ្លាំងក្លានៅប្រទេសហ្វីលីពីនយើងនឹងទៅលម្អិតជាមួយនឹងអត្ថបទនេះតែម្ដងបងប្អូនណាយើងនឹងទៅលម្អិតពាក់ព័ន្ធជាមួយនឹងអត្ថបទនេះតែម្ដងរំជួយដីដែលមានកម្រិតកម្លាំងរហូតដល់ 7.6 វិកទ័រនៅឯឆ្នេរសមុទ្រហ្វីលីពីនបងប្អូនណាបង្កឲ្យមានការព្រមានរលកយក្សសូណាមីនៅក្នុងតំបន់នោះមួយចំនួនតែម្ដងការរំជួយដីដ៏ខ្លាំងក្លាមួយនេះមានកម្លាំងរហូតដល់ 7.6 វិកទ័រនេះបានវាយប្រហារតំបន់ឆ្នេរសមុទ្រនៃប្រទេសហ្វីលីពីននៅយប់ថ្ងៃសុក្រទី10ខែតុលាឆ្នាំ2025ហើយមកទល់នឹងពេលនេះស្ថាប័នអន្តរជាតិនិងតំបន់ជាច្រើនបានចេញការព្រមានអំពីរលកយក្សសូណាមីដែលអាចនឹងប៉ះពាល់ទៅដល់ប្រទេសជាច្រើននៅក្នុងតំបន់ផាស៊ីហ្វិករួមទាំងប្រទេសថៃកំពុងតែបុកពោះដូចគ្នាបងប្អូនរំជួយដីនេះកើតឡើងនៅក្នុងដែនទឹកបងប្អូនណានៅក្រុងម៉ាណាយខេត្តដារ៉ាអ៊ូរីយ៉ាងតាល់ក្នុងតំបន់មីដាណាវនៅថ្ងៃសុក្រទី10នៃខែតុលាឆ្នាំ2025ប្រភពរំជួយដីនេះស្ថិតនៅកម្រិតជម្រៅរហូតដល់10គីឡូម៉ែត្របងប្អូនក្រោយរំជួយដីរលកយក្សសូណាមីដែលមានគ្រោះថ្នាក់នឹងអាចកើតឡើងអាជ្ញាធរហ្វីលីពីនបានអំពាវនាវទៅដល់ប្រជាពលរដ្ឋរួមទាំងប្រជាជនដែលនៅតាមឆ្នេរសមុទ្រភាគកណ្ដាលនិងភាគខាងត្បូងឲ្យជម្លៀសខ្លួនចេញទៅកាន់ទីតាំងខ្ពស់ជាបន្ទាន់មជ្ឈមណ្ឌលព្រមានរលកយក្សសូណាមីផាស៊ីហ្វិកនេះបងប្អូនបានព្យាករណ៍ថារលកយក្សសូណាមីដែលមានកម្ពស់1ម៉ែត្រទៅដល់3ម៉ែត្រអាចនឹងវាយប្រហារឆ្នេរសមុទ្រហ្វីលីពីនទាំងស្រុងតែម្ដងប្រទេសឥណ្ឌូនេស៊ីនិងប្រទេសប៉ាឡាវក៏អាចជួបនឹងរលកដែលមានកម្ពស់រហូតដល់1ម៉ែត្រផងដែរហើយការព្រមានពីសហរដ្ឋអាមេរិកនេះក៏កើតមានដែរបងប្អូនណាប្រព័ន្ធព្រមានរលកយក្សសូណាមីរបស់សហរដ្ឋអាមេរិកនឹងក៏បានចេញសេចក្តីព្រមានដែរថាតំបន់ឆ្នេរសមុទ្រដែលស្ថិតនៅចម្ងាយ300គីឡូម៉ែត្រពីមជ្ឈមណ្ឌលរំជួយដីនេះក៏អាចមានហានិភ័យដោយសារតែរលកយក្សសូណាមីដែរដូច្នេះស្ថានភាពមកទល់នឹងពេលនេះយើងមិនទាន់ដឹងទេបងប្អូនយើងនឹងធ្វើការអាប់ដេតនិងធ្វើការស្វែងរកនៅព័ត៌មាននេះបន្ថែមទៀតតែអ្វីដែលសំខាន់
មកទល់នឹងបច្ចុប្បន្ននេះអាជ្ញាធរនៅក្នុងតំបន់ដែលពាក់ព័ន្ធហ្នឹងគឺកំពុងតែតាមដានអំពីស្ថានភាពនេះយ៉ាងជិតស្និទ្ធមែនទែននិងរៀបចំផែនការជំនះប្រជាជនពីតំបន់ដែលមានគ្រោះថ្នាក់ហើយប្រជាជនតំបន់ដែលរងផលប៉ះពាល់ហ្នឹងត្រូវបានផ្ដល់ដំបូន្មានឲ្យមានការប្រុងប្រយ័ត្ននិងអនុវត្តតាមការណែនាំរបស់អាជ្ញាធរដូច្នេះហើយអ្វីដែលសំខាន់បងប្អូនគឺថារលកយក្សសូណាមីនេះគំរាមមិនត្រឹមតែប្រទេសហ្វីលីពីនទេកាលណាដែលកើតមានអាចនឹងកើតមានប៉ះពាល់ទៅដល់តំបន់ Pacific ទាំងមូលតែម្ដងដូច្នេះសង្ឃឹមថារលកយក្សសូណាមីនឹងមិនកើតមានទៅចោះបងប្អូនណាតែអ្វីដែលសំខាន់នៅក្នុងអត្ថបទនេះយើងពាក់ព័ន្ធជាមួយនឹងរលកយក្សគំរាមទៅតំបន់មួយចំនួននៅជិតហ្វីលីពីនប៉ុន្តែអ្វីដែលសំខាន់នោះបងប្អូនគឺថៃក៏បុកពោះដែរដោយសារតែថៃនៅក្នុងឆ្នាំនេះគឺក៏កើតមានរំជួយដីដែរថៃខ្លាចថានៅក្នុងចុងឆ្នាំនេះអាចនឹងកើតមានសារជាថ្មីព្រោះអីស្ថានភាពប្រទេសថៃពេលនេះបងប្អូនពិតជាដឹងហើយថាការបាក់ស្រុតដីនេះគឺចូលទៅមែនទែនហើយទឹកហ្នឹងក៏កើតមានច្រើនដែរប្រសិនបើកើតមានរលកយក្សសូណាមីនៅត្រង់ចំណុចណាមួយអាចធ្វើឲ្យប្រទេសថៃនឹងលិចលង់ខ្លាំងមែនទែនបងប្អូនណាដោយសារតែថៃពេលនេះកំពុងតែជួបស្ថានភាពទឹកជំនន់ហ្នឹងលិចគ្រប់តំបន់ហើយបងប្អូនលិចគ្រប់តំបន់ហើយប្រសិនបើមានកើតសូណាមីឬក៏យ៉ាងណាទៀតដូច្នេះហើយថៃនឹងលិចនៅក្នុងចុងឆ្នាំ2025នេះហើយដូច្នេះมันកើតល្អបងប្អូនណាมันកើតល្អប៉ុន្តែបើកើតក៏ល្អដែរសម្រាប់ប្រទេសថៃប៉ុន្តែបើសម្រាប់ប្រទេសហ្វីលីពីននិងប្រទេសនានាទៀតយើងសូមបួងសួងបងប្អូនណាយើងសូមបួងសួងកុំឲ្យកើតជាពិសេសខ្ញុំឃើញថាឥឡូវនេះវៀតណាមក៏កំពុងតែរងគ្រោះដែរដោយសារបាក់ទំនប់វារីអគ្គិសនីកំពុងតែជន់លិចបងប្អូនណាសឹងតែមួយប្រទេសដូចគ្នាហើយដូច្នេះហើយមានតែកម្ពុជាទេយើងមានតែរងផលប៉ះពាល់គ្រោះទឹកជំនន់ដោយសារតែទឹកភ្លៀងដែលបង្កឡើងទេហើយបន្តពីនោះទៅយើងដូចជាមិនមានគ្រោះមហន្តរាយទូរភិក្សអីផ្សេងទេបងប្អូនដូច្នេះហើយសូមបួងសួងដល់អរុអរិយអ្នកតាក៏រួមទាំងម្ចាស់ទឹកម្ចាស់ដីដែលថែរក្សានៅប្រទេសកម្ពុជាជួយបួងសួងជាពិសេសបុព្វបុរសខ្មែរជួយឲ្យកូនខ្មែរក៏រួមទាំងប្រជាជនខ្មែរជួបតែសេចក្តីសុខសេចក្តីចម្រើនកុំឲ្យមានគ្រោះកាយគ្រោះអាសន្នណាមកយាយីឬក៏បំផ្លិចបំផ្លាញដល់ប្រជាជនកម្ពុជាសូមឲ្យកម្ពុជាសុខសប្បាយទាំងអស់គ្នាបងប្អូនមកទល់នឹងពេលនេះអត្ថបទដែលខ្ញុំលើកឡើងពាក់ព័ន្ធជាមួយនឹងរលកយក្សកំពុងតែគំរាមទៅដល់តំបន់មួយចំនួនបងប្អូនណាប្រទេសមួយចំនួនដែលនៅជុំវិញហ្វីលីពីននេះមកទល់នឹងពេលនេះគឺដល់ទីបញ្ចប់ហើយដូច្នេះប្រសិនបើមានពាក្យពេចន៍ត្រង់ណាដែលខ្ញុំនិយាយទៅឆ្គងសូមបងប្អូនខន្តីអភ័យទោសចំពោះរូបខ្ញុំបាទបងប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននៅវីដេអូបន្តពីខ្ញុំបាទបន្ថែមទៀតដូច្នេះក្នុងថ្ងៃនេះខ្ញុំបាទ PTM News ក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត